ចង់ចែកចម្លែកតាក់ទងនឹងការ generate ចម្រៀងជាមួយនឹង AI ដែលយើងឲ្យ AI ទៅ set script ឲ្យយើងហើយយើងយកទៅផាសនៅក្នុង AI មួយទៀតដើម្បីឲ្យវា generate ជាចម្រៀងឲ្យយើងហើយបើយើងចេះ edit តិចតួចវាធ្វើឲ្យចម្រៀងរបស់យើងមើលទៅគឺវា smooth វាដូចជាយើងនិពន្ធផ្ទាល់អញ្ចឹងហើយដើម្បីធ្វើវាបានតោះទៅមើលខ្ញុំបង្ហាញអ្នកនរគ្នាអូខេឥឡូវនេះយើងចាប់ផ្ដើមធ្វើចម្រៀងជាមួយនឹង AI ទាំងអស់គ្នាដំបូងឡើយគឺយើងចូលទៅកាន់កម្មវិធី Chrome ហើយបន្ទាប់មកយើងឲ្យ AI វា generate script បែបហ្នឹងមកហើយយើង copy ឲ្យមកកណាត់លើនេះសិន copy មកកណាត់លើនេះសិនហើយយើងយកទៅផាសជាមួយនឹង AI មួយទៀតដែលមានឈ្មោះថានេះ Suno អញ្ចឹងយើងចូលទៅ AI Suno នេះមកនេះកន្លែងនេះយើងដាក់ prompt អញ្ចឹងបានន័យថាយើងផាស prompt ឲ្យវាយើងចុច Ctrl V មកផាស prompt ហើយបន្ទាប់មកយើងទៅ copy lyric គឺបន្ទាប់ពី prompt ហ្នឹងអាហ្នឹងគេហៅថា lyric ហីអញ្ចឹងនេះយើង copy ចាប់ពីកន្លែងនេះមកចាប់ពីកន្លែង verse 1រហូតទៅដល់កន្លែង final chorus អញ្ចឹងយើង copy មក Ctrl C ចូលទៅ AI Suno ដែរ Ctrl V ហើយបន្តមកយើងផាស lifestyle វាចុងក្រោយ lifestyle បែបម៉េចគឺ lifestyle នៅក្រោយនេះខ្ញុំទៅយកឲ្យមើលនេះយើង copy អាហ្នឹងមកយើងផាសនៅក្នុង AI ដែរតមកអត់មានច្រើនទេយើងចុចពាក្យថា generate អញ្ចឹងវានឹងចាប់ផ្ដើមធ្វើការ process ហើយ generate ឲ្យយើងអញ្ចឹងអ្នកទាំងអស់គ្នាចាំប្រហែលជា1នាទីទៅ2នាទីតាមសេវាអ៊ីនធឺណិតរបស់អ្នកទាំងអស់គ្នាហើយឥឡូវនេះបន្ទាប់ពីការចាំប្រហែលជា1នាទីអញ្ចឹងយើងទៅស្ដាប់លទ្ធផលរបស់យើងទាំងអស់គ្នាប៉ុន្តែឥឡូវនេះវាអត់ទាន់ process ចប់ 100% ទេអញ្ចឹងយើងអាចស្ដាប់បដាហើយវា process បដាបានតោះI still see your shadow in the hallway light. Still hear your voice when I close my eyes. Every little memory stays the same, but nothing feels right since you walked away. The coffee's cold, your chair's still there. Like you're coming back, but life isn't fair. ឥឡូវបន្ទាប់ពីយើងបានស្ដាប់ហើយយើងឃើញថាគឺវា perfect មែនទែនអញ្ចឹងអ្នកនរគ្នាអាចស្ដាប់បានតាមការគួរអញ្ចឹងបើខ្ញុំសម្រាប់ខ្ញុំគឺវាល្អមែនទែនអញ្ចឹងបើអ្នកនរគ្នាធុញនឹងស្ដាប់ចម្រៀង YouTube អីអាចបង្កើតស្ដាប់ខ្លួនឯងបាន4-10បទទៅដោយសារវា free ទេតិចទៀតវាបង់លុយយើងអត់អាចប្រើ free ហើយបន្ទាប់មកយើងអាច download បានយើងចុចម៉ៅស្ដាំកន្លែង3លើវាម៉ៅឆ្វេងលើវាហើយបន្ទាប់មកយើង download new file MP3 អញ្ចឹងអ្នកនរគ្នាហើយបន្ទាប់ពីហ្នឹងមកគឺយើងយកទៅផាសជាមួយនឹង AI មួយទៀតដែលវាជាប្រភេទ AI ដែលវា generate audio ទៅជា lyric live time អញ្ចឹងយើងអាចយកទៅកាត់ត upload ជាមួយនឹង CapCut យើងនឹងបានជាប្រភេទ lyric មួយដែលវារត់តាមបទចម្រៀងរបស់យើងអញ្ចឹងអ្នកស្ដាប់ហ្នឹងគាត់អាចច្រៀងតាម lyric ដែលយើងបាន upload ចូលនៅក្នុងចម្រៀងរបស់យើងអញ្ចឹងយើងមានតែប៉ុណ្្នឹងទេបន្ទាប់ពីនេះយើង generate យើង upload file របស់យើង upload file ចម្រៀងរបស់យើង upload ទៅវាចេញជាទម្រង់បែបនេះមកបានន័យថាវា generate ជាអក្សរឲ្យយើងហើយជា lyric ឲ្យយើងអញ្ចឹងយើងចុចកន្លែង finish នេះមកពីមុនយើងអត់បាច់ពិបាកជាងទេដោយសារកម្មវិធី CapCut លើកមុនវា free ឥឡូវវាត្រូវការទាមទារច្រើនឲ្យយើងបង promote ប្រើអញ្ចឹងយើងអត់មានលុយយើងទៅធ្វើមិនហើយយើង download មកយើងយកពាក្យថានេះ download LRC file នេះពេលយើង download មកខ្ញុំនឹងប្រាប់អ្នកនរគ្នាទៀតតែយើងគួរធ្វើបែបម៉េចយើងចូលទៅកម្មវិធី CapCut ដើម្បីកាត់តឥឡូវខ្ញុំសូម slash ប៉ុណ្្នឹងហើយបទចម្រៀងរបស់យើងខ្ញុំនឹងកាត់ទៅកន្លែងដែលខ្ញុំបានកាត់ហើយចម្រៀងដែលខ្ញុំបានធ្វើហើយអញ្ចឹងតោះទៅមើលអ្នកគ្នា I still see your shadow in the hallway light. Still hear your voice when I close my eyes. Every little memory stays the same, but nothing feels right since you walked away. The
The coffee's cold, your chair's still there, like you're coming back, but life isn't fair. I've learned to smile when people ask, but deep inside I'm wearing